ngày nay lúa đá như thế lúa đá gia đình sao đá cái này rồi đặt chân luôn đá chân há sập rồi lấy cọt thà miền sừng khăm há sập rồi chẳng lấy bên chất do khang chuối rồi có khang sữa đầm khang sữa đầm chứ bà mấy khang sữa đầm mới tới như ở đâu rồi trời lấy đây hết xong thôi cam bác má mà nhận mấy lần rột kênh qua đây rột anh vô rồi nó đã hay cùng mưa lợn đào lâm qua nào có mang qua tụi bạn đấy mi mà cái chọp mình đi hay đã hay cùng viên máu lâm mi mà cái chọp nứng qua nào có mang mi mà cái chọp nứng lấy vô đây này ai tập bàn sờ bài chân được khi miền song xa nữa chỉ bắt xin có có thằng nó xin coi không bao giờ xin có là bay một chiếc này mà săn gì chào rom lơ có đấy trong hộp chọc ấy anh chơi mò lơ viên trong bàn ở đây hộp chọc này hộp chọc có lụa đấu ra không may không còn có lụa miên cha lụa và hát lụa sạch cô ấy miên tràn nó lơ viên trong trong sân chào rom quạt trong squat quạt trong chụp quạt mong cô này thôi đồng nào một lơ viên trong đồng bộ thủ nước bàn mà chụp quạt rồi lơ miền sân khăm man tiệt rồi đấy nâng cao tụt tiền hà sập muốn hà sập và hà sập vô chơi vô sàm vô chơi vô chơi vô sàm lớn mà tiền đôi chất à vô chơi sầm rạch ní sàm mình ở đó này sàm này miền sân khăm man tiệt rồi đây nâng cao tụt lùi pram quan đường cô na các bạn hà sậpอย่างอะไรมาเราก็ตัวบานปรำปอนนี่มั้งคอมไปไว้สู่ชาวก็ได้แต่รู้ยังก็ฉบับคนก็จะยมเมียนสำนวนจองสู่ดาวบองนะบัดสันจะบองชายtớiยมนึงเจงใครกาหกจกจูนบองจองสู่บองท่าตาขยมเมียนปุ่นหายในกำล้อหรือก็เชียบผู้หมายเมียนได้บ้างนะเจ้าใจอ่ะបាទសម្រាប់សំណួរចម្លើយដែលខ្ញុំសួរចំពោះបងពីអ្នកក្រុមគ្រួសារហ្នឹងគាត់សម្រេចចិត្តថាយកចម្លើយដែលខ្ញុំមានប្រពន្ធហើយខ្ញុំសូមចូលរួមសោកស្ដាយផងបងឆ្លើយបានត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវនោះគឺខ្ញុំនៅកំឡោះបងចឹងអរគុណបងសំណួរចម្លើយខ្ញុំក៏មានតែប៉ុណ្្នឹងទេដែលសួរគាត់ហើយក៏រំខានគាត់បន្តិចដែរដែលគាត់រៀបចំហូបអីចឹងអរគុណច្រើនបងជើញផ្សាយដោយសម្រួលអរគុណច្រើនរៀបសួរមួយស្រីបាទចេញមកតែពីរនាក់ហើយបាទនៅរៀនដែរអញ្ចឹងហើយញ៉ាំអីហ្នឹងបើសិនជាមានអ្នកចេញលុយជំនួសឲ្យព្រមឥឡូវរកឃើញពុកម៉ែបងប្អូនតែខ្ញុំមានសំណួរមួយចង់សួរដល់ក្មួយស្រីណាហើយបើសិនជាក្មួយស្រីឆ្លើយត្រូវការហូបចុកពូអ្នកចេញឲ្យសំណួរសួរថាតើខ្ញុំមានប្រពន្ធហើយនៅកំឡោះឬក៏ជាពោះម៉ាយមានប្រពន្ធចាចុកក្មួយស្រីកាលនេះមានប្រពន្ធហើយមានប្រពន្ធហើយឥឡូវខ្ញុំសុំលាក់ទុកសិនអញ្ចឹងអត់ប្រូចម្លើយហ្នឹងអត់បដូរទាំងពីរនេះសុំលាក់តិចទៀតខ្ញុំនឹងប្រាប់ចម្លើយសរុបមកពុកម៉ែបងប្អូនរៀបសួរគួយស្រីទាំង3បាទសុខសប្បាយហើយចេញមកតែ3នាក់ហើយនៅរៀនក៏ឈប់នៅរៀនសាលាពោធិ៍សាត់យើងនេះលោកសាលាយើងបាទទីចម្រាតមកញ៉ាំអីដល់នេះខ្ញុំមានសំណួរមួយណាចង់សួរគួយស្រីបើសិនគួយស្រីឆ្លើយត្រូវបានខ្ញុំចេញផ្លៃការហូបចុកនឹងជូនបាទបើឆ្លើយអត់ត្រូវទេចេញខ្លួនឯងឥឡូវចូលរួមឆ្លើយបាទឥឡូវសំណួរហ្នឹងសួរថាតើខ្ញុំមានប្រពន្ធហើយនៅកំឡោះឬក៏ជាពុះម៉ាយបាទ
មានប្រពន្ធហើយ ចឹងចុះក្មួយស្រី មានប្រពន្ធហើយដូច ចុះក្មួយស្រី មានប្រពន្ធហើយដូចគ្នា ចូលចម្លើយពីរទៀតក្មួយអត់មិនបាទជ្រើសរើសយក មានប្រពន្ធមានមិនត្រូវមានប្រពន្ធនឹងមិនត្រូវទេបាយមិនត្រូវវិញមក អូចូលមិនបានដឹងថាពូមានប្រពន្ធអត់ទេសំណួរសួរតែសំណួរគេសួរឲ្យក្មួយជ្រើសរើសចម្លើយ ឡើយដល់ឯងមើល ចម្លើយដែលមានប្រពន្ធហើយអត់ប្រូទេ អត់បដូរទេ ចុះក្មួយស្រី អត់បដូរទេ យកមានប្រពន្ធហើយដែរចុះក្មួយស្រីខាងនេះ អត់ដូរដែរគ្រូ ឥឡូវប្រកាសថាឡាយនឹងមកផ្លាស់ប្ដូរណាបាទឥឡូវមកខាងនេះវិញពុកម៉ែមុនហ្នឹងខ្ញុំបានសួរក្មួយស្រីក្រុមទី1និងក្រុមទី2គាត់ញ៉ាំអីជាប់គ្នាហ្នឹងឥឡូវគាត់ក្មួយស្រីខាងនេះឆ្លើយថាខ្ញុំមានប្រពន្ធហើយក្មួយស្រី3នាក់ខាងនោះគាត់ឆ្លើយថាខ្ញុំមានប្រពន្ធហើយដូចគ្នាឥឡូវចម្លើយដែលត្រឹមត្រូវណាខ្ញុំសូមប្រើចម្លើយប្រាប់ដល់ពួកគាត់ហ្នឹងថាក្មួយស្រីទាំង5នាក់ហ្នឹងឆ្លើយអត់បានត្រឹមត្រូវទេ ចម្លើយដែលត្រឹមត្រូវនោះគឺខ្ញុំនៅកំឡោះអត់ទាន់មានប្រពន្ធទេហើយចូលវីដេអូនេះមិនជាការបោកប្រាស់គាត់ដែលគាត់ឆ្លើយត្រូវហើយខ្ញុំពវៀងដានថាមិនត្រូវអត់ផ្ដល់អីឲ្យគាត់នឹងអត់ទេគឺពិតប្រាកដមកពុកម៉ែបងប្អូនអរគុណច្រើនក្មួយស្រីអញ្ជើញញ៉ាំចាហើយសូមទោសផងដែលរំខានក្មួយចម្លើយហ្នឹងក្មួយដឹងដែរបាទចឹងក្មួយស្រីឆ្លើយបានត្រឹមត្រូវទេបាទគាត់ថាខ្ញុំមានប្រពន្ធហើយចម្លើយដែលត្រឹមត្រូវនោះគឺខ្ញុំអត់ទាន់មានប្រពន្ធទេនៅកំឡុងចឹងបាទតែខ្ញុំមិនឆ្លើយថានៅកំឡុងគិតត្រូវអត់ហ៊ានឆ្លើយបាទចឹងអរគុណច្រើនក្មួយអញ្ជើញញ៉ាំតាមសប្បាយជម្រាបលាបាទអត់ទាន់គិតលុយណាស់គិតហើយអូយពូថាមកហ្នឹងចង់ចេញលុយឲ្យតែឥឡូវគេលុយរួចហើយចាពូមកធ្វើវីដេអូហ្នឹងចង់សួរសំណួរដល់ក្មួយណាបើសិនជាក្មួយឆ្លើយត្រូវពូនឹងចេញលុយថ្លៃការហូបចុកនឹងជូនវិញអញ្ចឹងអូខាងនេះទៀតជម្រាបសួរក្មួយនៅរៀនហ្នឹងថ្នាក់ទីម៉ានហើយទី6ចូលទី7ក្មួយទាំង4នឹងចូលរួមឆ្លើយសំណួរផាន់ពូអត់ក្មួយពីរនាក់ចូលរួមឆ្លើយសំណួរផាន់ពូអត់ឆ្លើយតអាសាបានដឹងសំណួរតាក់ទងនឹងសំណួរផ្ទាល់ខ្លួនផាន់ពូឯពូមកសួរដល់ក្មួយថាតើពូមានប្រពន្ធហើយនៅកំឡោះឬក៏ជាពោះម៉ាយអញ្ចឹងចូលចម្លើយផ្សេងទៀតអត់យកទេសំណួរសួរថាតើពូមានប្រពន្ធហើយនៅកំឡោះឬក៏ជាពោះម៉ាយហើយបើសិនជាហ្នឹងហើយឥឡូវស្ដាប់តន់ណាសំណួរហ្នឹងស្ដាប់តន់អត់បាទបើតន់សុំចម្លើយមកមានប្រពន្ធហើយ មានប្រពន្ធហើយអត់ផ្លាស់ដូរចម្លើយទេអត់ទេ ចុះមួយប្រុសកណ្ដែរ ថានៅកំឡោះ នៅកំឡោះ បាទ ចុះមួយកណ្ដែរ ថាពុះម៉ាយ ពោះម៉ាយចុះមួយ ខ្ញុំថាពុះម៉ាយ មួយ ថាពុះម៉ាយដែរ ចឹងមូលហេតុអីបានក្មួយយល់ថាពូនៅកំឡោះ ដោយសារឃើញពូរៀងក្មេង ក្មេងចេះបញ្ចូលពូទៀតពូទៅណាគេហៅដល់អ៊ំណាមិនត្រឹមហៅដល់ពូគេហៅដល់អ៊ំទៀតឥឡូវប្រាប់អារម្មណ៍ពិតមកយល់គិតឃើញយ៉ាងម៉េចបានយកចម្លើយថាពូនៅកំឡោះ អត់ដឹងតែអារម្មណ៍វាចេះតែឲ្យឆ្លើយ ឥឡូវមកក្នុងចំណោមពួកគាត់ដែលឆ្លើយនៅសំណួរផ្ទាល់ខ្លួនផងខ្ញុំនេះគឺថាមានតែក្មួយប្រុសម្នាក់ទេដែលយកចម្លើយថាខ្ញុំនៅកំឡោះឥឡូវសូមចូលរួមសោកស្ដាយសម្រាប់ពួកក្មួយដែលឆ្លើយខុសហើយពូក៏សូមចូលរួមត្រេកអរសម្រាប់ក្មួយដែលឆ្លើយត្រូវអញ្ចឹងពូមានចម្លើយដែលត្រឹមត្រូវមួយផ្ដល់ជូនដល់ក្មួយណាចម្លើយដែលត្រឹមត្រូវនោះចម្លើយដែលត្រឹមត្រូវកាលណាពូនិយាយតែមាត់អាចគេថាពូចេះតែកន្លៃណាខ្លាចតាំងក្មួយឆ្លើយត្រូវហើយពូចេះថាខុសអត់ជូនវ័នអីឥឡូវចម្លើយហ្នឹងត្រឹមត្រូវហើយចម្លើយកំឡោះហើយមកក្នុងចំណោមក្មួយទាំងអស់ហ្នឹងមានតែក្មួយប្រុសមួយទេដែលឆ្លើយត្រូវ
ឥឡូវញ៉ាំអស់ហើយម៉ានហើយអត់តែ2000នេះទឹកទឹក ទឹកនេះខ្ញុំ ហ្នឹងហើយទឹកនឹងបាយអស់ម៉ាន 2000 តែ2000នេះអញ្ចឹងពួកឲ្យ3000យកអត់ចាជុំពួកឲ្យ5000យកអត់ ឥឡូវពូជូន5000អញ្ចឹង2000រៀងតិចអញ្ចឹងពូជូន5000ហើយសម្រាប់ក្មួយដែលឆ្លៃខុសពូចេញថ្លៃទឹកសុទ្ធម្ដងម្នាក់ហ្នឹងហើយយកពូចេញថ្លៃទឹកសុទ្ធឲ្យម្នាក់ម្ដង យកហើយមួយខាង គិតលុយចា ខ្ញុំឲ្យលុយអស់ហើយណា ឲ្យលុយហើយ ខ្ញុំឲ្យ ថ្លៃទឹកសុទ្ធ ខ្ញុំឲ្យលុយហើយ បាទឥ2000ឡូវចេះទឹកហ្នឹងពូចេញជូនទាំងអស់នេះម្នាក់ម្ដងបាទហើយថ្លៃអូន5000នេះឯងបាទខ្ញុំជម្រាបលាក្មួយទាំងអស់គ្នាសិនណាបាទសុខសប្បាយសំណាងល្អក្មួយបាទអញ្ចឹងវីដេអូចម្លើយគឺមានតែប៉ុណ្្នឹងពុកម៉ែបងប្អូនសូមជម្រាបលាបាទ